មកដល់កន្លែងមួយឆាន់ស៊ុនគាត់ក៏បានផ្ទាល់ដៃបន្តិចរួចហើយក៏នាំអ្នកទាំងពីរមកដល់នៅលំហមួយដែលទីនេះគឺជាលំហឬក៏កន្លែងសម្ងាត់របស់គាត់មិនចាំយូរនោះទេគាត់ក៏បានស្រែកហៅសម្លៀកបំពាក់ដែលមានឆន្ទៈអាចជួយទៅលើជញ្ឆេងបានភ្លាមលេចចេញវត្តមានសម្លៀកបំពាក់4ឈុតមកទាំងអស់នេះសុទ្ធតែជាឈុតដែលមានថាមពលខ្លាំងក្លាទាំងអស់ជញ្ឆេងឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនសម្លៀកបំពាក់ទាំងមូលនេះតំណាងឲ្យធាតុទឹកភ្លើងខ្យល់ដីជាងនេះទៅទៀតមិនថាមួយណានោះទេពួកគេទាំងអស់សុទ្ធតែមានថាមពលខ្លាំងក្លាដូចគ្នានិងសុទ្ធសឹងតែមានប្រវត្តិមិនធម្មតាទាំងអស់ជញ្ឆេងពិតជាសប្បាយចិត្តខ្លាំងមែនទែនតែគាត់ចង់បកគលសម្លៀកបំពាក់ទាំងអស់នេះឲ្យមកខ្ញុំមែនជញ្ឆេងក៏សម្បល់ទៅសម្លៀកបំពាក់មួយដែលនាងពិតជាចង់បានខ្លាំងមែនទែនគ្រាន់តែឃើញបែបនេះហើយឆាន់ស៊នក៏បានទាត់វាបំផ្លាញចោលតែម្ដងមិនស័ក្តិសមនោះទេកូនចៅចំនួនក្រោយរបស់ខ្ញុំមិនឲ្យរបន់អន់បែបនេះមកកាន់ឯងនោះទេជញ្ឆេងឃើញពីកម្លាំងរបស់បំពាក់បុរសរបស់នាងហើយក៏ភ្ញាក់ផ្អើលផងដែរគាត់បានបំផ្លាញសម្លៀកបំពាក់ឬក៏អាចហៅសម្លៀកបំពាក់នឹងថាគ្រឿងសឹកប្រយុទ្ធផងដែរត្រឹមតែមួយជើងតែប៉ុណ្ណោះខ្ទេចខ្ទីអស់លីងភ្លាមមានចំហាយជាតិពុលក្រោយខ្នងនាងយ៉ាងខ្លាំងក្លាដែលនេះគឺជាគ្រឿងសឹកតែមានជាតិពុលខ្លាំងក្លាជាងគេបំផុតវាបានគ្របដណ្ដប់កាលពីរាប់ពាន់ឆ្នាំមុនជាមួយនឹងគ្រឿងសឹកឬក៏ជាតិពុលមួយនេះពិតជាកំណាចខ្លាំងមែនទែនដែលសម្រាប់មនុស្សត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះរួចហើយនាងក៏បានហាមាត់ចង់ស្នើសុំយកគ្រឿងសឹកប្រយុទ្ធជាតិពុលមួយនេះក៏ប៉ុន្តែត្រូវបានឆាន់ស៊ុនបំផ្លាញវាទៀតហើយវាមិនស័ក្តិសមនោះទេឈិងឆេងឮបែបនេះហើយធ្លាក់ថ្លើមក្តៅបើវាមិនស័ក្តិសមចាំមួយណាស័ក្តិសមនឹងខ្ញុំទៅដោយការរើគ្រឿងសឹកប្រយុទ្ធរបស់នាងបាត់ជាច្រើនខ្លាំងណាស់ក៏ប៉ុន្តែត្រូវបានឆាន់ស៊ុនបដិសេធនិងវាយកំទេចវារហូតទាល់តែធ្វើឲ្យឈិងឆេងយំតែម្ដងក៏ប៉ុន្តែចុងក្រោយនៅគ្រឿងសឹកមួយដែលវាស័ក្តិសមជាមួយនឹងឈិងឆេងឆាន់ស៊ុនក៏បានបកគលឲ្យវាទៅនាងផងដែរក៏ប៉ុន្តែគាត់ក៏កាត់បន្តិចថាមពលរបស់នាងមិនទាន់គ្រប់គ្រាន់អាចគ្រប់គ្រងគ្រឿងសឹកមួយនេះបាននោះទេបើសិនជាបថុយវគ្គឈុតនេះភ្លាមនោះវានឹងត្រូវបានភ្លើងដុតឆេះទាំងរស់តែម្ដងឈិងឆេងឮបែបនេះហើយពិតជាតក់ស្លុតជាខ្លាំងឆាន់ស៊ុនគាត់ក៏និយាយបន្តទៀតតើនាងហ៊ានបថុយអត់ខ្ញុំនឹងប្រើប្រាស់ថាមពលជួយជំរុញទៅនាងឈិងឆេងបានគិតថាបើសិនជាពាក់វាហើយជោគជ័យនឹងអាចជួយនិកាយរបស់យើងតែបើសិនជាមិនជោគជ័យប្រកាសជាស្លាប់ក៏ប៉ុន្តែបើសិនជាមិនបថុយនោះទេវាក៏មិនអាចដឹងពីលទ្ធផលបាននោះដែរនាងក៏ហ៊ានបថុយមួយក្តារហ្នឹងទៅហើយនាងក៏បានយល់ព្រមទទួលយកសម្ភារៈមួយនេះផងដែរលើដូច្នេះហើយឆាន់ស៊ុនក៏មិនបង្អង់ពេលយូរនោះដែរបានប្រើប្រាស់គ្រឿងសឹកប្រយុទ្ធមួយនេះផ្ទេរទៅឲ្យនាងបញ្ចូលទៅលើរាងកាយរបស់នាងរួចហើយគាត់ក៏បានប្រើថាមពលជំនួយទៅឲ្យនាងដែលធ្វើឲ្យឈិងឆេងពិតជាឈឺចាប់ជាខ្លាំងប៉ុន្តែមួយសន្ទុះក្រោយមកមានបន្ទូលយ៉ាងខ្លាំងក្លាបានកើតឡើងហើយគ្រឿងសឹកប្រយុទ្ធម្នាក់ក៏បានទទួលស្គាល់ឈិងឆេងធ្វើជាម្ចាស់ដោយជោគជ័យដោយអំណាចថាមពលរបស់វាក៏មិនអន់ផងដែរនៅពេលដែលនាងបានរួមបញ្ចូលជាមួយនឹងគ្រឿងសក្តិព្រះអាទិត្យមួយនេះហើយថាមពលរបស់វាពិតជាខ្លាំងក្លាមែនទែននាងក៏បានអន់គោរពអរគុណទៅលើឆាន់ស៊ុនយើងផងដែរឆាន់ស៊ុននិយាយថាមិនអីទេវាគ្រាន់តែជាសម្លៀកបំពាក់មួយតែប៉ុណ្ណោះបើសិនជានាងចង់អរគុណខ្ញុំប៉ុណ្ណឹងនោះសូមនាងទៅស្ដារនិកាយអមតៈរបស់យើងឲ្យវាត្រឡប់មកវិញមកពេលហ្នឹងឈិងឆេងក៏និយាយផងដែរនាងនៅពេលនេះនាងចង់ត្រឡប់ទៅនិកាយវិញព្រោះថានិកាយនៅពេលនេះកំពុងតែជួបវិបត្តិសំខាន់រៀបនឹងទៅហើយឆាន់ស៊ុនក៏បានខកនាងរួចហើយក៏និយាយថាគាត់មានរឿងសំខាន់ដែលចង់ឲ្យនាងធ្វើឮដូច្នេះហើយឈិងឆេងមកយ៉ាងលឿននាងបាននិយាយថាតើបុព្វបុរសចង់ឲ្យនាងធ្វើអីមែនទោះជារឿងនោះលំបាកយ៉ាងណាក៏ដោយក៏នាងត្រូវតែធ្វើឲ្យបុព្វបុរសផងដែរទោះជារបស់នោះលំបាកយ៉ាងណាក៏ដោយខ្ញុំនៅតែតស៊ូពុះពៀព្យាយាមឆាន់ស៊ុនតបទៅនាងវិញថាដូចមិនចាំបាច់ចឹងពេកទេខ្ញុំគឺចង់ឲ្យនាងចម្អិនអាហារតែប៉ុណ្ណោះឈិងឆេងឮហើយក៏ដូចជាកៀងបន្តិចផងដែរមួយសន្ទុះក្រោយមកអាហារក៏បានចម្អិននៅរួចរាល់ឈិងឆេងដែលទើបតែទទួលបាននៅគ្រឿងសឹកប្រយុទ្ធព្រះអាទិត្យអំបញ្ញមិញហ្នឹងឥឡូវនៅពេលនេះត្រូវបានស្លៀកពាក់ឈុតចម្អិនអាហារវិញបាត់ទៅហើយនៅពេលដែលឆាន់ស៊ុនបានញ៉ាំអាហារទាំងអស់នេះហើយក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថាគាត់ខានញ៉ាំអាហារបែបនេះជាយូរណាស់មកហើយឈិងឆេងនៅម្ខាងទៀតក៏និយាយខ្សឹបថាបបបារាខ្ញុំដូចជាហត់ហើយនេះលើដូច្នេះឆាន់ស៊ុនក៏បានចាក់សាច់ម្ដុំដាក់ទៅមាត់របស់នាងចឹងញ៉ាំវាម្ដុំទៅបន្ទាប់ពីដាក់សាច់ជ្រូកនេះមកម៉ាត់ហើយឈិងឆេងពិតជាមានអារម្មណ៍ដែលខុសប្លែកខ្លាំងមែនទែនដូចជានាងទទួលបានថាមពលដ៏ខ្លាំងក្លាមក
ពីណាអញ្ចឹងសាច់ជ្រូកមួយនេះវាពិតជាមានថាមពលដ៏បរិសុទ្ធអស្ចារ្យខ្លាំងណាស់វាមិនដូចជាសាច់ជ្រូកដែលខ្ញុំធ្លាប់ញ៉ាំតាំងពីមុននោះទេនៅពេលដែលខ្ញុំបានញ៉ាំសាច់ជ្រូកមួយនេះហើយកម្លាំងរបស់ខ្ញុំក៏បានកើនឡើងហើយថាមពលវិញ្ញាណភ្លើងក៏បានជ្រាបចូលពេញរាងកាយរបស់ខ្ញុំតែម្ដងយោងតាមរឿងព្រេងនៅមួយសែនឆ្នាំមុនម្ដាយរបស់អប្សរាដែលមានពឹសខ្លាំងជាងគេលើលោកនោះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់នៅពេលនោះអប្សរាដែលជាជាតិពលដ៏ខ្លាំងក្លាបានបរាជ័យក្នុងការបរបាញ់និងត្រូវបានគេចាប់បង្ខំអស់រយៈពេល3ឆ្នាំមុនពេលលេងគាត់កន្លែងហ្នឹងមិនដឹងថានិទានរឿងអីទេណាគ្នាខ្ញុំកាត់កន្លែងហ្នឹងចេញមកទៅឲ្យដល់អ្នកគ្នាមើលបានមកដល់កន្លែងឈិញយើងអានេះវិញនាងបាននិយាយថាសាច់ទាំងអស់នេះគឺជាសាច់ដ៏កម្រវាគឺជាសាច់ដ៏អស្ចារ្យមិនសូនក៏បានគិតក្នុងចិត្តដល់ឆ្ងល់ផងដែរតែនាងកើតអីណាហេតុអ្វីដូចជាប្រកាច់ប្រកិនមិនដឹងទេណែផឹកទឹកទៅកុំបែកពេកមិនអីទេបុព្វបុរសខ្ញុំមិនស្រែកទឹកទេអើយមិនស្រែកមិនខ្ញុំឃើញនាងប្រកាច់ប្រកិនមួយថ្ងៃណាប្រហែលជាស្រែកទឹកហើយណែផឹកទៅបន្ទាប់ពីបានផឹកទឹកមួយនេះហើយឈិញឆេងក៏បានបើកភ្នែកធំទៀតហើយហាមពលជាច្រើនបានជ្រាបចូលពេញរូបរាងកាយរបស់នាងទឹកតែនេះទឹកប្រភេទណាទៅច្បាស់ណាស់វាគឺជាស្រាទំពាំងបាយជូរដ៏ទេវភាពគ្រាន់តែមួយដំណើររបស់វាតែប៉ុណ្ណោះវាពិតជាមានតម្លៃលើសពីអ្វីទាំងអស់ដែលអ្នកគ្នាតែងតែចង់បានវាប៉ុន្តែបុព្វបុរសបានផ្ដល់វាឲ្យខ្ញុំដោយមិនបាននិយាយអ្វីតទៅសោះមើលទៅគាត់ប្រហែលជាពេញចិត្តខ្ញុំខ្លាំងណាស់ហើយភ្លាមនាងក៏បានអន់គោរពទៅឈិនសនតែម្ដងស្រាដ៏ទេវភាពមួយនេះវាពិតជាមានតម្លៃខ្លាំងណាស់ខ្ញុំមិនសន់ទទួលបានវានោះទេមិនសន់តបទៅនាងហេតុអ្វីបានជានាងថាមិនស័ក្តិសមគ្រាន់តែទឹកមួយពែងតើបឹងរបស់ខ្ញុំមានទឹកបែបហ្នឹងមកកណោទៀតបើចាំភ័យឯងឈិញឆេងឃើញហើយពិតជាគាំងនឹងភ្ញាក់ផ្អើលជាខ្លាំងនេះបានគេហៅថាជាអមតៈដូនតាចំនួនទី1របស់ខ្ញុំប្រហែលជាអមតៈពិតមែនហើយថាមពលយ៉ាងខ្លាំងក្លាចេញពីបឹងមួយនោះដែលបង្កើតបានជារលកនៃថាមពលរន្ទះពីពេញមេឃតែម្ដង System ក៏បានលោតប្រាប់ទៅឆាន់សនកូនចៅចំនួនក្រោយលូឆេងឆេងជឿជាក់លើសមត្ថភាពរបស់លោកហើយប្រព័ន្ធក៏បានផ្ដល់ជារង្វាន់ឲ្យទៅឆាន់សនដែលវាគឺជាជំនាញនៃការវឹកហាត់ចំនួន10000ឆ្នាំដែលធ្វើឲ្យភ្លាមឆាន់សនបានទម្លាយកម្រិតទៅដល់កម្រិតទី2នៃអធិរាជតៅបាត់ទៅហើយខ្ញុំក៏សូមបញ្ជាក់អ្នកគ្នាផងដែរខ្ញុំមិនទាន់ដឹងពីកម្រិតនៅក្នុងរឿងមួយនេះនោះទេចឹងបើវាហៅម៉េចខ្ញុំហៅចឹងដែរអ្នកគ្នាឆាន់សនគាត់ក៏បានសប្បាយចិត្តផងដែរមួយសែនឆ្នាំទៅហើយដែលគាត់ជាប់នៅកម្រិតអាណាចក្រមួយនេះនៅពេលនេះគាត់បានបំបែកកម្រិតចូលទៅដល់កម្រិតមួយទៀតបាត់ទៅហើយឥឡូវបានឈានទៅដល់កម្រិតទី2នៃអធិរាជតៅឆេងឆេងពិតជាភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ឆាន់សនខ្លាំងមែនទែនឆាន់សនក៏តបទៅនាងវិញថាគ្មានអ្វីធំដុំនោះទេគ្រាន់តែជារឿងតូចតាចមួយប៉ុណ្ណោះឆេងឆេងក៏បានអន់គោរពនាងក៏បានគិតផងដែរស្អីគេរឿងនេះគ្រាន់តែជារឿងតូចតាចទេនាងក៏និយាយផងដែរនិកាយក៏បងទៅជួបវិបត្តិនាងនៅពេលនេះចង់ទៅដោះស្រាយឆាន់សនក៏ចង្អុលទៅព្រះអាទិត្យអាយ៉ានៅពេលនេះវាបានលេចបាត់ទៅហើយកុំទាន់បញ្ញាប់អីទៅសូណាជាមួយនឹងខ្ញុំសិនទៅសូណាហ្នឹងគឺជាកន្លែងងូតទឹកនឹងឯងអ្នកគ្នានៅពេលដែលពួកគេទាំងពីរកំពុងតែងូតទឹកនោះឈិនឆេងក៏កាត់ផងដែរតែដូនតារបស់នាងមិនល្មមទេមែនទេចំណែកឆាន់សនគាត់ក៏មិនខ្វល់ផងដែរគាត់គ្រាន់តែដកដង្ហើមស្រស់ស្រាយបន្តិចនៅពេលដែលកំពុងទៅនៅក្នុងសូណានោះឆាន់សនគាត់ក៏និយាយផងដែរហើយអ្វីបានជានាងក៏មិនងុយទៅឈិនឆេងក៏ដូចជាអមអៀនបន្តិចឆាន់សនក៏និយាយផងដែរបើចាំខ្លាចគាត់នោះទេគាត់ជាមនុស្សដ៏ស្មោះត្រង់មិនមែនមនុស្សល្មមនោះទេគាត់ហៅនាងមន្ទីរនេះគ្រាន់តែចង់ផ្ដល់នូវអ្វីមួយឲ្យតែនាងតែប៉ុណ្ណោះគាត់ថាមើលថាមនុស្សស្រីនិងមនុស្សប្រុសនៅតែពីរនាក់ហើយនៅទីកន្លែងនេះទៀតផងតើគាត់ចង់ផ្ដល់អ្វីឲ្យតែនាងទៅចំណែកឆេងឆេងឮបែបនេះហើយខ្លួនរបស់នាងក៏ចាប់ផ្ដើមក្តៅហើយផ្សែងឡើងពេញនឹងតែម្ដងភ្លាមនាងក៏បានចាប់អារម្មណ៍ផងដែរដូចជាមានថាមពលមួយចំនួនបានជ្រាបចូលក្នុងស្បែករបស់នាងក៏បានមើលចំហាយទឹកនៅក្នុងសូណាមួយនេះឃើញថាវាសុទ្ធតែជាចំហាយថាមពលដ៏បរិសុទ្ធទាំងអស់ឆេងឆេងក៏ភ្ញាក់ផ្អើលនឹងសូណាមួយនេះទៀតហើយប៉ុន្តែភ្ញាក់ផ្អើលមិនទាន់ចប់នោះទេឆាន់សនគាត់ក៏បាននិយាយពីបច្ចេកទេសមួយដែលគេហៅបច្ចេកទេសមួយហ្នឹងថាគឺជាបច្ចេកទេសភ្លើង10000ដែលវាត្រូវបានចែកជា4មានដូចជាពណ៌លឿងផែនដីឋានសួគ៌និងអធិរាជឈិញឆេងនៅពេលនេះពិតជាសប្បាយចិត្តខ្លាំងមែនទែននៅក្នុងនិកាយដើរអមតៈមានបច្ចេកទេសត្រឹមតែកម្រិតផែនដីតែប៉ុណ្ណោះចំណែកដូនតារបស់ខ្ញុំបានផ្ដល់បច្ចេកទេសដ៏មានអំណាចមួយនេះឲ្យមកខ្ញុំតែឯទេគាត់ពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ភ្លាមប្រព័ន្ធក៏បានលេចវត្តមានមកដូចជាខឹងនឹងឆាន់សនយ៉ាងបន្តិចឆាន់សនគាត់ក៏និយាយតិចផងដែរហេតែឯងមិនដឹងហើយមែនទេវាគ្រាន់តែជាការយល់ច្រឡំតែប៉ុណ្ណោះខ្ញុំគ្រាន់តែនាំនាងមកសូណានិងនិទានរឿងមួយឲ្យនាងស្ដាប់តែប៉ុណ្ណោះ
មូលហេតុដែលប្រព័ន្ធខាងហ្នឹងដោយសារតែប្រព័ន្ធបានកម្មកឆាន់សនយ៉ាងរូបដៃជាមួយនឹងកូនចៅចំនួនក្រោយក្នុងការដោះស្រាយរឿងនិកាយហើយនៅពេលនេះឆាន់សនដូចជាបានផ្ដល់ផ្លូវទៅឲ្យឆេងឆេងអញ្ចឹងវាក៏អាចនិយាយបានថាឆាន់ស៊ុនបានលូកដៃក្នុងរឿងមួយនេះផងដែរនៅថ្ងៃបន្ទាប់ឆេងឆេងក៏បានលាឆាន់ស៊ុនទៅនិកាយវិញហើយដើម្បីដោះស្រាយរឿងបញ្ហាមួយនោះមុននឹងនាងទៅឆាន់ស៊ុនក៏បានបកលគោមួយក្បាលឲ្យទៅនាងតាមផ្លូវផងដែរក្រៃលោនាងឃ្លានអីអាចបរិភោគវាបានឆេងឆេងក៏សប្បាយចិត្តផងដែរពេលហ្នឹងនាងក៏បានធ្វើដំណើរទៅដោយការជិះដាវចំណែកឆាន់ស៊ុនរបស់យើងដូចជាកំសត់ទៀតហើយនៅពេលនេះក៏ត្រូវនៅឯកាទៀតហើយក៏ប៉ុន្តែវាក៏មិនថ្មីដែរខ្ញុំសង្ឃឹមថាកម្លាំងនាងនៅពេលនេះនឹងអាចដោះស្រាយជាមួយនឹងនិកាយដាវអមតៈមួយនោះបានទៅចុះនៅពេលដែលឆេងឆេងទៅបានឆាន់ស៊ុនគាត់ក៏ happy ខ្លាំងមែនទែនដោយសារតែពេលនេះមិនមានភ្ញៀវទៀតនោះទេគាត់ក៏អាចស្លៀកខោខ្លីរបស់គាត់បានហើយដោយសារតែមិនមាននរណារំខានទៀតនោះទេចំណែកប្រពន្ធក៏បានលោកសញ្ញាសួរไปហ្នឹងម្ចាស់អញដូចជាបែកមិនទេនេះផ្សាយរឿងក៏ការមកដល់ណានិកាយដាវអមតៈនេះវិញកន្លែងហ្នឹងម្ដងហៅនិកាយអមតៈម្ដងហៅនិកាយទេវៈមកទេតែខ្ញុំនៅពេលនេះសុំហៅនិកាយដាវទេវៈឯណាគ្នានៅក្នុងហ្នឹងមានបរិសម្នាក់កំពុងតែអង្គុយយ៉ាងសង្ហាហើយគេក៏និយាយផងដែរតែទទួលបានវាហើយនៅមនុស្សពីរនាក់ដែលកំពុងតែលុតជង្គង់ដូចជាមនុស្សក្រមបង្ករបស់គេក៏និយាយផងដែរខ្ញុំបានទទួលវាហើយក៏ប៉ុន្តែហងយូបានបញ្ជូនមនុស្សឲ្យមកកម្ចាត់លោកម្ចាស់ដុំមមូលពណ៌ខ្មៅដែលបរិសទាំងពីរបានយកមកពួកគេទាំងពីរក៏បកលឲ្យទៅលោកម្ចាស់របស់ពួកគេទទួលបានវាហើយបុរសម្នាក់ហ្នឹងក៏ដូចជាសប្បាយចិត្តខ្លាំងមែនទែនហើយយើងក៏ស្គាល់ពីអាប៉ែមួយហ្នឹងហើយទៅដោយគេមានឈ្មោះថាជៀនវូមីងដែលជា Master នៅក្នុងនិកាយដាវទេវៈនឹងឯងបើសិនជាពួកគេមកទៅហើយពួកគេមានតែមកទៅនេះស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងនោះទេភ្លាមចំហាយខ្មៅងងឹតដែលចេញពីដុំពណ៌ខ្មៅមួយនោះបានចុះសណ្ឋានទៅលើជៀនវូមីងដែលធ្វើឲ្យគេពិតជាឆ្ងល់ខ្លាំងមែនទែនតែមានរឿងអ្វីកើតឡើងទៅចំណែកអ្នកទាំងពីរនៅក្រោមនេះក៏ឆ្ងល់ផងដែរតើគាត់កំពុងតែកើតអីហ្នឹងភ្លាមដូចជាមានចំហាយងងឹតអ្វីទេបានរុញច្រានប្រឡឹងរបស់ជៀនវូមីងចេញពីខ្លួនប្រាណតែម្ដងរូបរាងកាយរបស់គេក៏ដូចជាត្រូវបានប្រឡឹងមនុស្សម្នាក់ទៀតមកសន្ធឹកអញ្ចឹងនៅពេលដែលទទួលបានរាងកាយម្នាក់ហើយគេពិតជាសប្បាយចិត្តខ្លាំងមែនទែនកាន់ដុំបាល់ពណ៌ខ្មៅនឹងបណ្ដារួចហើយគេក៏និយាយផងដែរបងកាត់តាមបញ្ជារបស់ខ្ញុំក្នុងនិកាយដាវទេវៈមួយនេះស្អែកនេះនឹងត្រូវរកអាហារបំផុតសម្រាប់ឲ្យខ្ញុំ